ប្រិមត្តដែលកំពុងតាមដានទស្សនានៃការផ្សាយរបស់ BTV ជាទីមេត្រីនៅក្នុងពេលនេះខ្ញុំបាទមានកិច្ចសម្ភាសន៍មួយជាមួយនឹងលោកកំបណ្ឌរាអ្នកស្រាវជ្រាវអត្ថបទសិលាចារឹកខ្មែរបុរាណកិច្ចសម្ភាសន៍រវាងខ្ញុំបាទជាមួយនឹងលោកកំបណ្ឌរានៅពេលនេះគឺផ្ដោតជាសំខាន់ទៅលើអត្ថន័យនៃសិលាចារឹកនៅប្រាសាទតាមាន់តូចនៅលើជ្រុងទី2ដើម្បីជឿច្បាស់ថាតើអត្ថបទដែលបានចារនៅជ្រុងទី2នៃប្រាសាទតាមាន់មានខ្លឹមសារយ៉ាងណានោះសូមប្រិមត្តតាមដានទស្សនានៅកិច្ចសម្ភាសន៍រវាងខ្ញុំបាទជាមួយនឹងលោកកំបណ្ឌរាដូចតទៅបាទជំរាបសួរលោកបណ្ឌរាបាទជំរាបសួរបាទលោកបណ្ឌរាកន្លងមកបានបកស្រាយអំពីអត្ថន័យនៃសិលាចារឹកនៅជ្រុងទី1ដែលបានចារនៅប្រាសាទតាមាន់ហើយដែលលោកបានបកស្រាយពីស្លោកទី1ដល់ស្លោកទី12បាទហើយសម្រាប់ពេលនេះសម្រាប់អត្ថន័យនៃជ្រុងទី2ថាតើមានប្រមាណស្លោកហើយមានខ្លឹមសារយ៉ាងណាដែរបាទជាបឋមសូមគោរពចំពោះទូរទស្សនិកជនទាំងអស់ដែលកំពុងតែតាមដានទស្សនាកម្មវិធីស្វែងយល់ពីខ្មែរដោយសេចក្តីគោរពហើយវរៈពេលនេះជាបទសភាបន្តស្ដីអំពីខ្លឹមសារនៃសិលាចារឹកប្រាសាទតាមាន់តូចប៉ុន្តែខ្ញុំសូមមិនបញ្ជាក់រឿងរ៉ាវសាវតាពាក់ព័ន្ធនឹងរឿងប្រាសាទតាមាន់តូចទៀតទេព្រោះយើងបានរៀបរាប់ពរនីមួយចំនួនធំដែរហើយបាទដែលអស់លោកទូរទស្សនិកជនទាំងអស់អាចស្ដាប់បាននៅក្នុងបទសភាមុនហើយមកដល់វរៈកាលនេះគឺយើងនឹងធ្វើការបន្តអំពីមុនទៀតគឺខ្លឹមសារពាក់ព័ន្ធនឹងរឿងសិលាចារឹកតាមាន់តូចនៅក្នុងផ្នែកជ្រុងទី2ប៉ុន្តែខ្ញុំសូមក្រើនរំលឹកបន្តិចចំពោះទូរទស្សនិកជនទាំងអស់ដែលកំពុងតាមដាននឹងសូមបញ្ជាក់ថាសិលាចារឹកតាមាន់តូចនេះគឺចារជាភាសាសំស្ក្រឹតនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7ដែលជាក្សត្រអធិរាជដែលមានបកិត្តិនាមល្បីល្បាញនៅក្នុងប្រទេសកម្ពុជាយើងកាលពីសម័យបុរាណហើយទ្រង់បានសាងសង់ប្រាសាទជាច្រើនបណ្ដាញផ្លូវគមនាគមន៍ផ្លូវទឹកផ្លូវគោកប្រាសាទហើយជាពិសេសមែនទែនទៅទៀតនោះគឺទ្រង់សពរាជហត្ថីយកចិត្តទុកដាក់ខ្លាំងលើសុខភាពរបស់ប្រជាជនរបស់ព្រះអង្គជាអត្តភាពរបស់មេដឹកនាំជាទូទៅដូចនៅក្នុងពេលដែលស្រុកមានច្បាំងរាំងជលអ្វីដែលមេដឹកនាំយកចិត្តទុកដាក់ជាងគេហ្នឹងគឺព្យាយាមពលុតភ្លើងសង្គ្រាមអញ្ចឹងហើយបន្ទាប់ពីទ្រង់បានយកឈ្នះលើគូសត្រូវផ្សេងរហូតដល់រួមប្រទេសជាតិអីឲ្យមានឯកភាពបានរាជបល្ល័ង្កស្របច្បាប់អីមកវិញហ្នឹងទ្រង់ចាប់ផ្ដើមអភិវឌ្ឍរហូតដល់អភិវឌ្ឍវិស័យសេដ្ឋកិច្ចជាអត្ថភាពដំបូងគេនោះគឺថាវិស័យកសិកម្មយើងសង្កេតដូចជាមានបណ្ដាញផ្លូវទឹកដូចជាផ្លូវដឹកជញ្ជូនវែងភ្ជាប់ពីស្រុកមួយទៅស្រុកមួយហើយផ្លូវដែលវែងគួរឲ្យកត់សម្គាល់មែនតើហ្នឹងពីអង្គរទៅដល់ភីម៉ៃនិងពីតំបន់អង្គរទៅកាន់ប្រាសាទស្ដុកកោះធំនេះជាផ្លូវវែងហើយក៏នៅមានផ្លូវផ្សេងទៀតដែរហើយបន្ទាប់មកទៀតនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសង្គមហើយនឹងធ្វើគេហៅវិមានសម្រាប់រំលឹកដល់វីរជនដែលបានស្លាប់ក្នុងពុព្វហេតុការពារព្រះអង្គការពារព្រះមហាក្សត្រហើយប្រាសាទមួយចំនួនដែលខ្ញុំហៅថាជាវិមាននៃវីរជនដូចជាប្រាសាទប្រទីឆ្មាសុទ្ធសឹងតែសាងសង់ដើម្បីរំលឹកដល់វីរជននិងអ្នកស្នេហាជាតិដែលបានបាត់បង់ជីវិតដើម្បីការពារព្រះមហាក្សត្រហើយមានពេលខ្លះទៀតហ្នឹងដោយសារជនទាំងអស់នោះពេលដែលនៅរស់ព្រះអង្គ
មិនទាន់មានលទ្ធភាពក្នុងការផ្ដល់សាក់តួនាទីតំណែងឲ្យដោយហើយទៅសំបីតែស្លាប់ទៅហើយនឹងក៏ផ្ដល់តួនាទីជាសាក់ជាអំណាចដែលយើងហៅថាជាបច្ឆាមរណនាមរបស់អិសរាជជនដែលស្លាប់ទៅនឹងត្រូវបានផ្ដល់សាក់យោះហើយមែនតែនទៅប្រទានឲ្យចាត់ទុកថាដូចជាព្រះមួយអង្គដែលប្រជាពលរដ្ឋត្រូវគោរពបូជាអីចឹងទៅហើយដូចជាមួយទៀតដូចជាប្រាសាទនគរបាជ័យដែលឈ្មោះថាវីរស័ក្តិដែលសំដៅដល់ស័ក្តិអំណាចនៃវីរជនហ្នឹងឥឡូវយើងទាញមករកជ្រុងទី2សូមបញ្ជាក់ថានៅជ្រុងទី2នេះគឺសរសេរជាភាសាសំស្ក្រឹតដែលមានចំនួន12ស្លោកដូចទៅនឹងជ្រុងទី1ដែរប៉ុន្តែអ្វីដែលខ្ញុំចង់ទាញចំណាប់អារម្មណ៍មែនទេនឹងដើម្បីកុំឲ្យមានការយល់ខុសអីតទៀតរឿងនៅក្នុងប្រទេសកម្ពុជាយើងបើទោះបីជារកឃើញសិលាចារឹកជាភាសាសំស្ក្រឹតមួយចំនួនច្រើនក៏ពិតក៏មិនមែនបង្ហាញថាប្រជាជនខ្មែរយើងនឹងមកប្រទេសនិយាយភាសាសំស្ក្រឹតដែរនិយាយរួមទៅប្រជាជនខ្មែរយើងនៅតែនិយាយភាសាខ្មែរសម្រាប់មន្ត្រីរាជការដែលរៀនសូត្រខ្ពង់ខ្ពស់អីហ្នឹងត្រូវចូលទៅរៀននៅក្នុងសំណាក់ពុទ្ធសាសនាមហាយានឬក៏ទៅរៀននៅក្នុងសំណាក់ព្រហ្មញ្ញសាសនាដែលគម្ពីរភាគច្រើនដែលចរិតពាក់ព័ន្ធនឹងរឿងជំនឿសាសនាពាក់ព័ន្ធជាមួយនឹងរឿងច្បាប់ឧបទេសអប់រំតម្លៃចរិយាធម៌បុគ្គលស្ត្រីនារីឬក៏គម្ពីរពាក់ព័ន្ធនឹងរឿងការដឹកនាំប្រទេសឬដឹកនាំនយោបាយគ្រប់គ្រងសេដ្ឋកិច្ចអីហ្នឹងសរសេរជាភាសាសំស្ក្រឹតដែលទាមទារឲ្យអ្នកសិក្សារៀនសូត្រហ្នឹងគឺថាត្រូវតែមានចំណេះជំនាញភាសាសំស្ក្រឹតចឹងហើយទៅនាំឲ្យនៅក្នុងអាណាចក្រអង្គរហ្នឹងរកឃើញសិលាចារឹកជាភាសាសំស្ក្រឹតមានចំនួនច្រើនលើសលប់ដែលមានវែងខ្លីទៅតាមការចារឹកជាក់ស្ដែងអីនៅតាមទេវស្ថានមួយឥឡូវសូមមកចូលជ្រុងទី2របស់យើងជ្រុងទី2នេះមាន2-3ស្លោកនៅខាងក្រោយហ្នឹងដែលមានការខូចខាតអីខ្លះប៉ុន្តែជ្រុងទី2ផ្នែកដំបូងនេះគឺជាស្លោកសំស្ក្រឹតដែលល្បីល្បាញជាងគេរហូតដល់គេយកដកស្រង់ទៅប្រើប្រាស់គ្រប់ទីកន្លែងហើយរហូតអ្នកខ្លះទៀតយកទៅឆ្លាក់ឡើងវិញដើម្បីរំលឹកដល់ទស្សនវិជ្ជាអត្ថិភាពរបស់ព្រះមហាក្សត្រដែលពាក់ព័ន្ធជាមួយនឹងសេចក្តីសុខទុក្ខរបស់ប្រជារាស្ត្រហ្នឹងស្លោកនេះខ្ញុំសូមលោកវណ្ណរាខ្ញុំសូមអភ័យទោសមុននេះលោកបានលើកឡើងពីអធិរាជខ្មែរយើងគឺព្រះអង្គជ័យវរ្ម័នទី7យើងឃើញថានៅក្នុងដំណើរប្រវត្តិសាស្ត្រកម្ពុជាមានទឹកដីធំទូលំទូលាយក្រោយមកក៏មានការទន្ទ្រានរបស់ជាតិសាសន៍ដទៃធ្វើយើងបាត់បង់ទឹកដីកម្ពុជាក្រោមក៏ច្រើនខេត្តបាត់បង់ទឹកដីទៅខាងសៀមហ្នឹងក៏ច្រើនខេត្តដោយលោកមានប្រសាសន៍ពីខាងដើមអំពីការកសាងផ្លូវពីអង្គររហូតទៅដល់ភិម័យជាដើមក្តីបណ្ដាខេត្តទាំងអស់នោះរហូតមកទល់នឹងពេលបច្ចុប្បន្ននេះនៅមានប្រជាពលរដ្ឋដែលមានឈាមជ័រជាខ្មែររស់នៅឡើយមួយចំនួនធំទី2កត្តាអ្វីដែលសាសជាតិដទៃគោរពព្រះអង្គជ័យវរ្ម័នទី7នេះស្មើនឹងព្រះហើយដែលជាមហាអធិរាជរបស់កម្ពុជាយើងសូមបញ្ជាក់ថាជាទូទៅរឿងអាណាចក្រដែលធ្លាប់ចម្រើនរុងរឿងមិនមែនតែខ្មែរយើងទេមានអាណាចក្រច្រើនល្បីនៅលើពិភពលោកដែលក្រោយមកទៀតហ្នឹងបញ្ហានៃការរង្គោះរង្គើអាណាចក្រហ្នឹងមែនតែនទៅរឿងធំតែរឿង2ឬ3ទេគឺទី1ហ្នឹងគឺរឿងបែកបាក់
បែកបាក់ជាតិបែកបាក់ជាតិដោយអាណាចក្ររ៉ូមអាណាចក្រក្រិចអីជាដើមបាទរឿងធំទី1ហ្នឹងគឺរឿងការបែកបាក់ជាតិហើយជាពិសេសដែលងាយក្នុងការបែកបាក់ខ្លាំងមែនទែនគឺអាណាចក្រមួយដែលមានជនជាតិច្រើននៅលើដែនដីរបស់ខ្លួនហ្នឹងកាលណាអំណាចកដាលចុះខ្សោយគឺថាជនជាតិឬសមនរដ្ឋផ្សេងហ្នឹងងាយក្នុងការបះបោងើបបង្កើតរាជាណាចក្ររបស់ខ្លួនរៀងខ្លួនប៉ុន្តែផ្ទុយទៅវិញសម្រាប់ប្រទេសកម្ពុជាយើងមែនទែនទៅវាមិនដល់ថ្នាក់មានជនជាតិច្រើនរាប់រយអីដូចអាណាចក្រម៉ៅរយ៉ាន់របស់ឥណ្ឌាកាលពីសតវត្សទី3ទី2ទី3មុនគ្រិស្តសករាជទេប៉ុន្តែរឿងធំទី1ហ្នឹងគឺរឿងការបែកបាក់ជាតិហ្នឹងទី1ហើយរឿងទី2ហ្នឹងរឿងការគ្រប់គ្រងសេដ្ឋកិច្ចមិនបានល្អរឿងទី3ហ្នឹងរឿងទំនាក់ទំនងការបរទេសហ្នឹងដែលជាប្រភពដើមចមធំធេងហ្នឹងរហូតដល់ចាប់ដើមគោះអង្គើបែកបាក់ផ្ទៃក្នុងរង្វង់គ្រួសារមហាក្សត្ររង្វង់ជាមួយនឹងព្រះជាអីផ្សេងហ្នឹងហើយសូមបញ្ជាក់ថាមានមតិមួយចំនួនក៏លើកឡើងច្រើនដែររឿងថាមិនបានអាណាចក្រខ្មែរប្រជាជនច្រើនហើយហេតុអីបានសប្តាហ៍ថ្ងៃសល់មនុស្សតិចឧទាហរណ៍ដូចជារាជាណាចក្រថៃអញ្ចឹងប្រជាជននឹងច្រើនលើសលប់លើសយើង2-3 ដងអីចឹងទៅណាជាង80លានតិចហើយយើង16-17លានហ្នឹងតិចសូមបញ្ជាក់ថាសម័យដើមហ្នឹងពេលដែលបាត់បង់ទឹកដីហ្នឹងវាបាត់បង់ទាំងអស់ណាសូមបញ្ជាក់អញ្ចឹងគឺថាបាត់បង់ទាំងប្រជាជនបាត់បង់ទាំងទឹកដីបាត់បង់ទាំងកំណប់ទ្រព្យមើលភ្នែកឃើញនិងមើលភ្នែកមិនឃើញបាទហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ប្រពៃណីអីវាត្រូវកាត់ផ្ដាច់ទៅតាមការបាត់បង់ដីហ្នឹងហើយប្រជាជនយើងកាលណាក្រោយកាត់ផ្ដាច់ទៅរស់នៅក្រោមឥទ្ធិពលនៃរបបដឹកនាំថ្មីរហូតដល់ច្រើនចំនួនទៅយូរទៅក៏ចាប់ផ្ដើមបាត់ម្ដងបន្តិចយើងសូមបញ្ជាក់ថាកាលពីមុនមកនៅភាគឦសាននៃប្រទេសសៀមសប្តាហ៍ថ្ងៃហ្នឹងសឹងតែជាសិតតែប្រជាជនខ្មែរយើងទី1ផោះតាងដែលយើងអាចបញ្ជាក់បានដូចឈ្មោះទីកន្លែងឈ្មោះរុក្ខជាតិឈ្មោះទីតាំងឈ្មោះអីហើយនឹងក៏នៅបន្តវត្តមានកពីក្បួនច្បាប់ខ្មែរនឹងនៅសេសសល់អីរហូតដល់សប្តាហ៍ថ្ងៃប៉ុន្តែចាប់ផ្ដើមប្រជាជនខ្មែរដែលកើតទៅពួកកូនពួកក្មេងអីដែលបាត់ដែលកើតក្រោយទៅគាត់អត់មានលទ្ធភាពអាចនិយាយភាសាខ្មែរបានដោយសារគាត់រស់នៅក្នុងរបបឥទ្ធិពលរបស់គេគាត់ចូលសាលាគាត់ត្រូវតែរៀនភាសាគេអីចឹងទៅបន្តទៅធ្វើឲ្យចំនួនខ្មែរដែលរស់នៅទីតាំងហ្នឹងកាន់តែហោចទៅម្ដងបន្តិចម្ដងដូចទឹកដីយើងអូសបន្លាយរហូតដល់នគររាជសីមារហូតដល់សុខោទ័យអីចឹងដែលសប្តាហ៍ថ្ងៃសុខោទ័យសឹងតែរប្រជាជនខ្មែររស់នៅទីនឹងអត់មានដោយសារហេតុផលដូចខ្ញុំលើកមកអំបញ្ញមិញអញ្ចឹងប៉ុន្តែយើងនៅតែដឹងថាទីតាំងនោះធ្លាប់ជាទីតាំងដែលមានជនជាតិខ្មែរតាំងទីលំនៅជាទីតាំងដែលធ្លាប់មានការព្រមព្រៀងផ្នែកវប្បធម៌ជាតិខ្មែរនៅទីនោះដូចខ្ញុំធ្លាប់លើករឿងវត្តឈ្មោះវត្តបឹងតគួនវត្តភ្នំភ្លើងអីវត្តព្រៃស្វាយអីចឹងហើយក៏មានសិលាចារឹកមួយចំនួនច្រើនទៀតដែលសរសេរជាភាសាខ្មែរក៏មានសរសេរជាភាសាសំស្ក្រឹតក៏មានដែលបង្ហាញអំពីវត្តមានការតាំងទីលំនៅនិងការអនុវត្តវប្បធម៌ប្រពៃណីជាតិខ្មែរនៅទីនោះអរគុណច្រើនលោកបណ្ឌរាបាទ